ព្រះបន្ទូលព្រះដែលអ្នករាល់គ្នានឹងបានឮទាំងប៉ុន្មានគឺសុទ្ធតែជាការពិតព្រះបន្ទូលទាំងនេះអាចបំផ្លាស់បំប្រែជីវិតអ្នករាល់គ្នាបានបើសិនជាអ្នករាល់គ្នាបើកចំហចិត្តទទួលត្បិតព្រះបន្ទូលទាំងនេះគឺចេញពីព្រះハរតីព្រះបិតាទ្រង់ស្រឡាញ់អ្នករាល់គ្នាហើយទ្រង់ជាព្រះបិតាដែលអ្នករាល់គ្នាតែងតែស្វែងរកចង់បានមួយជីវិតអ្នករាល់គ្នានេះជាសម្បត្តិនៃសេចក្តីស្រឡាញ់របស់ទ្រង់មកអ្នករាល់គ្នាកូនអើយកូនប្រហែលជាមិនស្គាល់បិតាទេប៉ុន្តែបិតាស្គាល់កូនច្បាស់ណាស់បិតាជ្រាបការដែលកូនអង្គុយចុះហើយការដែលកូនក្រោកឡើងបិតាក៏ស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់កូនដែរសូម្បីតែសក់ក្បាលកូនក៏បានរាប់ទាំងអស់ពីព្រោះកូនបានបង្កើតមកដូចរូបបិតាដោយសារបិតាហើយដែលកូនបានរស់កំរើកហើយមាននៅផងពីព្រោះកូនជាពូជបិតាមុនដែលបិតាបានជប់បង្កើតកូននៅក្នុងពោះម្ដាយនោះបិតាស្គាល់កូនហើយបិតាបានតម្រូវកូនទុកជាមុនកូនមិនមែនកើតមកដោយចៃដន្យទេពីព្រោះអស់ទាំងថ្ងៃអាយុរបស់កូនគឺបានកត់ទុកក្នុងបញ្ជីបិតាបិតាបានកំណត់ពេលវេលានៃកំណើតរបស់កូននិងទីលំនៅដែលកូនត្រូវរស់នៅកូនបានកើតមកដោយភាពកោតស្ញែងនិងអស្ចារ្យបំផុតបិតាបានផ្សំគ្រឿងនៅក្នុងផ្ទៃម្ដាយរបស់កូនបិតាបានគាំកូនឲ្យចេញចាកពីពោះម្ដាយបិតាបានត្រូវពួកអ្នកដែលមិនស្គាល់គេនាំគ្នានិយាយបង្ខូចបិតាបិតាមិននៅឆ្ងាយពីកូនទេហើយក៏មិនខឹងកូនដែរប៉ុន្តែបិតាប្រកបពេញទៅដោយសេចក្តីស្រឡាញ់វិញហើយនេះជាព្រះハរតីរបស់បិតាដើម្បីប្រោះប្រទាននូវសេចក្តីស្រឡាញ់ដល់កូនពីព្រោះកូនជាកូនរបស់បិតាហើយបិតាជាបិតារបស់កូនបិតាប្រោះប្រទានឲ្យដល់កូនច្រើនជាងឪពុករបស់កូននៅផែនដីនេះឲ្យដល់កូនទៅទៀតត្បិតបិតាគ្រប់លក្ខគ្រប់ទាំងរបស់ដ៏ល្អនិងអស់ទាំងអំណោយទានដ៏គ្រប់លក្ខនោះសុទ្ធតែមកពីបិតាត្បិតបិតាជាអ្នកប្រោះប្រទានឲ្យដល់កូនហើយបិតាជ្រាបពីគ្រប់អស់ទាំងសេចក្តីត្រូវការរបស់កូនផងផែនការរបស់បិតាសម្រាប់អនាគតកូនគឺប្រយោជន៍ដើម្បីឲ្យកូនបានពេញដោយសេចក្តីសង្ឃឹមពីព្រោះបិតាស្រឡាញ់កូនដោយសេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរនៅអស់កលជានិច្ចព្រះតម្រេះបិតាចំពោះកូននោះមានចំនួនច្រើនជាងគ្រាប់ខ្សាច់ទៅទៀតហើយបិតានឹងមានសេចក្តីរីករាយអសប្បាយចំពោះកូនដោយសំឡេងច្រៀងបិតានឹងមិនបញ្ឈប់ការល្អដល់កូនឡើយត្បិតកូននឹងបានដាច់ជារបស់បិតាបិតានឹងយកកូនជាទីរីករាយចិត្តដើម្បីនឹងប្រោះសេចក្តីល្អដល់កូនឲ្យអស់ពីចិត្តហើយអស់ពីព្រលឹងបិតាហើយបិតាសពហត្ថិចង់បង្ហាញឲ្យកូនឃើញការយ៉ាងធំហើយមុតមមបើកូននឹងស្វែងរកបិតាក្នុងកាលដែលរកបិតាអស់ពីចិត្តនោះកូននឹងឃើញបិតាចូលយកបិតាជាសេចក្តីអំណររបស់កូនចុះនោះបិតានឹងប្រទានឲ្យកូនបានដូចបំណងចិត្តត្បិតគឺជាបិតាហើយដែលបណ្ដាលចិត្តកូនឲ្យមានទាំងចំណងចង់ធ្វើហើយឲ្យបានប្រព្រឹត្តតាមព្រះハរតីបិតាបិតាអាចនឹងធ្វើហួសសន្ធឹកលើសជាងអស់ទាំងសេចក្តីដែលកូនសូមឬគិតក្តីត្បិតបិតាប្រទានឲ្យមានសេចក្តីកំសាន្តអស់កលជានិច្ចបិតាជាបិតាដែលកំសាន្តចិត្តកូនក្នុងគ្រប់ទាំងសេចក្តីវេទនានៅពេលណាកូនមានចិត្តសង្រេងនោះត្រូវដឹងថាបិតាគង់ចិត្តបង្កើយនឹងកូនដូចជាអ្នកគង្វាលបិតានឹងប្រមូលអស់ទាំងកូនជាមមកបីនៅព្រះពាហុហើយលើកផ្ទាប់នៅព្រះឱរាថ្ងៃមួយបិតានឹងជូតអស់ទាំងទឹកភ្នែកពីភ្នែកកូនចេញហើយបិតានឹងដកចេញអស់ការឈឺចាប់ដែលកូនបានរងទុក្ខលំបាកនៅផែនដីនេះបិតាជាបិតារបស់កូនហើយបិតាស្រឡាញ់កូនដូចជាបិតាស្រឡាញ់ដល់ព្រះយេស៊ូវជាព្រះរាជបុត្រាដែរត្បិតគឺនៅក្នុងព្រះយេស៊ូវហើយដែលសេចក្តីស្រឡាញ់របស់បិតាបានបើកសម្ដែងឲ្យឃើញទ្រង់ជារូបភាពនៃបិតាទ្រង់បានយាងមកដើម្បីបង្ហាញប្រាប់កូនថាបិតាគឺមកជួយកូន
មិនមែនមកប្រឆាំងនឹងកូនទេហើយនឹងប្រាប់កូនថាបិតាមិនរាប់នៅអំពើបាបទាំងប៉ុន្មានដែលកូនបានប្រព្រឹត្តនោះឡើយព្រះយេស៊ូវបានសុគតគឺដើម្បីប្រយោជន៍ឲ្យកូននិងបិតាបានផ្សះផ្សាគ្នាវិញការសុគតរបស់ទ្រង់គឺបើកសម្ដែងឲ្យឃើញយ៉ាងច្បាស់អំពីសេចក្តីស្រឡាញ់ដ៏អស្ចារ្យរបស់បិតាចំពោះកូនបិតាបានលះបង់អ្វីៗទាំងអស់ដែលបិតាស្រឡាញ់ជាទីបំផុតដើម្បីឲ្យបានកូនត្រឡប់មកវិញបើសិនជាកូនបានទទួលជឿដល់ព្រះយេស៊ូវជាព្រះរាជបុត្រានោះកូនក៏បានទទួលបិតាដែរហើយក៏គ្មានអ្វីអាចនឹងមកពង្រត់កូនចេញពីសេចក្តីស្រឡាញ់របស់បិតាបានឡើយចូលវិលត្រឡប់មកបិតាវិញចុះនោះបិតានឹងរៀបចំកម្មវិធីជប់លៀងធំមួយដែលឋានសួគ៌មិនធ្លាប់បានឃើញបិតាតែងតែជាបិតាហើយក៏នឹងជាបិតារបស់កូនរហូតអស់កលជានិច្ចសំណួរបិតាគឺតើកូនព្រមវិលត្រឡប់មកធ្វើជាកូនរបស់បិតាវិញឬទេបិតាកំពុងរងចាំកូនសេចក្តីស្រឡាញ់មកពីបិតារបស់កូនព្រះដ៏ខ្ពស់បំផុត